បាទជំរាបសួរបងប្អូនទាំងអស់គ្នាអរគុណព្រះសម្រាប់ពេលវេលាថ្ងៃនេះដែលលោកគ្រូបានបង្រៀនបងប្អូនសាជាថ្មីម្ដងទៀតអញ្ចឹងថ្ងៃនេះលោកគ្រូបានលើកយកនៅ unit 9ដែលតទៅជាមួយ lunch time ហើយនៅក្នុង unit 9គឺលោកគ្រូបានលើកយកពាក្យចំនួន5ពាក្យដើម្បីមកបង្រៀនបងប្អូននៅថ្ងៃនេះណាអញ្ចឹងបងប្អូនអាចដឹងនៅក្នុងក្តារធានដែលលោកគ្រូបានសរសេររួចជាស្រេចដើម្បីបង្រៀនបងប្អូននៅថ្ងៃនេះដែលតទៅជាមួយពាក្យហើយ5ហើយនឹងការបង្កើតប្រយោគខ្លីៗដែរតោះអញ្ចឹងយើងទៅមើលពាក្យទី1ដែលគ្រូចង់បង្ហាញបងប្អូននិងរៀនបងប្អូនណាពាក្យទី1គឺ tomato បាទ tomato គឺស្មើនឹងពាក្យថាផ្លែប៉េងប៉ោះយើងអាចបកប្រែថាផ្លែប៉េងប៉ោះណាអញ្ចឹងអាចឃើញរូបភាពបងប្អូនអាចចំណាំទៅកាន់រូបភាពបានបងប្អូនគាត់ណាឃើញថា tomato អញ្ចឹងឃើញអូគ្រូខ្ញុំមកប្រាប់ថាផ្លែប៉េងប៉ោះបាទអញ្ចឹងយើងអាចដឹងថាtomato ផ្លែប៉េងប៉ោះណាពាក្យទី2 pear ហ្នឹងគឺផ្លែសារីបាទសារីអញ្ចឹងផ្លែសារីនេះបែបសារីបែបពួកអឺរ៉ុបណាសារីប្រភេទខាងប៉ែអឺរ៉ុបណាតោះពាក្យទី3គឺ grapes បាទ grapes ហ្នឹងគឺទំពាំងបាយជូរបាទទំពាំងបាយជូរបាទអញ្ចឹងឃើញថា grapes យើងអាចដាក់បុកប្រែថាទំពាំងបាយជូរ teas បាទ teas គឺថ្មិញបាទថ្មិញអញ្ចឹងលោកគ្រូនេះគេគំនូរបស់លោកគ្រូណាបាទអញ្ចឹងយើងអាចដឹងថាថ្មិញនៅខាងក្នុងណាថ្មិញដែលព្រះអង្គបានបង្កើតឲ្យយើងមានថ្មិញសម្រាប់ទំពាអាហារណាបាទតោះពាក្យទី5គឺពាក្យថា boss បាទ boss ហ្នឹងគឺអាងូតទឹកបាទអាងូតទឹកអញ្ចឹងយើងអាចដឹងថាអាងូតទឹកគឺសភាពពីបែបនេះអញ្ចឹងយើងអាចនៅក្នុងបន្ទប់ទឹកនៅក្នុង bathroom យើងតែងតែមាន boss បាទសម្រាប់ងូតទឹកណាតែខ្លះអត់មាន boss ទេអ្នកខ្លះមានធុងអីផ្សេងណាខ្លះក៏មានធ្វើមកពីថ្មខ្លះក៏ធ្វើមកពីជ័រអញ្ចឹងទៅណាបាទអញ្ចឹងឥឡូវសូមបងប្អូនទាំងអស់គ្នាអានជាមួយនឹងបងប្អូនទាំងអស់គ្នាម្ដងទៀតណា tomato បាទ tomato គឺផ្លែប៉េងប៉ោះតោះអញ្ចឹងបងប្អូនទាំងអស់គ្នាអានតាមលោកគ្រូទាំងអស់គ្នាតែម្ដងតោះ tomato បាទល្អណាស់ដល់ពាក្យទី2 pear បាទល្អណាស់ពាក្យទី3 grapes បាទពាក្យទី4 teas បាទពាក្យទី5 boss បាទល្អណាស់តោះឥឡូវយើងទៅមើលអំពីការបង្កើតប្រយោគខ្លីៗជាមួយលោកគ្រូណាតោះអញ្ចឹងពាក្យទី1 tomato ណាយើងអាចបង្កើតប្រយោគបានថា I have 2 tomatoes បាទ I have 2 tomatoes បាទខ្ញុំមានអីគេផ្លែប៉េងប៉ោះចំនួន2បាទខ្ញុំមានផ្លែប៉េងប៉ោះ2បាទអញ្ចឹងយើងមាន as tomato អានេះយើងអត់មានទេប៉ុន្តែយើងមាន as ដោយសារយើងមាន2ណាតោះឥឡូវយើងទៅមើលពាក្យទី2 She don't like pears បាទនេះមិនចូលចិត្តបាទផ្លែសារីទេតោះពាក្យទីប្រយោគទី3 My favorite fruit is grapes បាទខ្ញុំចូលចិត្តបាទផ្លែគេផ្លែទំពាំងបាយជូរបាទតោះយើងទៅមើលពាក្យទី4 Baby red counts his teeth បាទចឹងមានន័យថាទារករ៉ាត់ហ្នឹងគាត់រាប់ថ្មិញរបស់គាត់បាទទារករ៉ាត់រាប់ថ្មិញរបស់គាត់អញ្ចឹងយើងមើលទៅដល់ប្រយោគទី5ដែលយើងបង្កើតពាក្យថា bus I go to bus បាទខ្ញុំទៅងូតទឹកបាទខ្ញុំទៅងូតទឹកអញ្ចឹងនៅក្នុងប្រយោគទាំងអស់នេះសង្ឃឹមថាបងប្អូនអាចនឹងបង្កើតប្រយោគដោយប្រើពាក្យ tomato pears grapes teas ហើយនឹង bus ថ្មីបន្តទៀតណាជាចុងក្រោយលោកគ្រូសូមអរគុណសូមព្រះប្រទាន